vô mê từ vi mà út vô mê từ vi mà sầm nhảy xong prap từ la sầm phò mình bắt vô mê từ vi một cầm nhau một cầm riêng nhóm ấy ត្រូវការប្រាក់កម្ចីការទៀតមកពើការ30ចាយចូលឆ្នាំឬក៏ទិញអវ៉ាន់ដាក់ចូលបងអូនជួយឆាតមកពេកខ្ញុំខ្ចីលុយតែដឹងខ្ចីតាមណាគិតតែ comment ក្នុង TikTok រហូតឆាតមកឆាតចូល TikTok មកណាបងប្រិមិត្តថ្ងៃនេះខ្ញុំមានព័ត៌មានដ៏សំខាន់មួយពាក់ព័ន្ធទៅនឹងការកម្ចីប្រាក់តាមអនឡាញដែលម្ចាស់ page CEO ឡាសំផស្សធ្វើការប្រកាសកម្ចីលុយតាមអនឡាញនៅពេលដែលប្រជាពលរដ្ឋឬអតិថិជនរបស់ខ្លួនធ្វើការកម្ចីគាត់ចំនួន$1000អញ្ចឹងការប្រាក់$30 $40 ឬ$100រហូតដល់$200ការប្រាក់ហើយគាត់តម្រូវឲ្យអតិថិជនហ្នឹងវេលុយមុនវេលុយឲ្យគាត់មុនណាទាំងដែលអតិថិជននេះអត់មានលុយទេអត់មានលុយសំបីតែ100នៅខ្លួនទើបដាច់ចិត្តទៅខ្ចីលុយគាត់អញ្ចឹងគោលការណ៍ដែលម្ចាស់ page ឡាសំផស្សហ្នឹងព្រមឲ្យលុយខ្ចីលុះត្រាតែវេលុយទៅឲ្យគាត់មុនវេលុយថ្លៃការប្រាក់មានន័យថា$1000បើគាត់យកការ$100ត្រូវតែវេលុយ$100ទៅឲ្យគាត់មុនទើបគាត់ផ្ញើលុយ$1000មកឲ្យអតិថិជននេះជាការកម្ចីអនឡាញដ៏ខុសច្បាប់មួយដែលក្រសួងមហាផ្ទៃមិនគួរមើលរំលងនោះទេក្រសួងមហាផ្ទៃគួរតែពិនិត្យមើលករណីនេះនៅពេលដែលប្រជាពលរដ្ឋផ្ញើលុយឲ្យហើយ$100ថ្លៃការប្រាក់ដើម្បីបាន$1000មកវិញប៉ុន្តែឡាសំផស្សដែលជាម្ចាស់ page ហ្នឹងមិនបានប្រគល់លុយ$1000ដែលជាលុយផ្ដល់កម្ចីនឹងមកឲ្យប្រជាពលរដ្ឋនោះទេយកលុយគ្នាទៅហើយអត់បានលុយមកឲ្យគ្នាវិញទៀតអញ្ចឹងចំណុចនេះសូមបញ្ជាក់ឲ្យដឹងថាប្រជាពលរដ្ឋដែលទៅខ្ចីលុយពីឡាសំផស្សហ្នឹងមិនបានលុយហើយបែរជាអស់លុយវិញទៀតហើយការកម្ចីតាមអនឡាញដែលមានអត្រាការប្រាក់ខ្ពស់វាជាទង្វើខុសច្បាប់អញ្ចឹងសូមឲ្យក្រសួងមហាផ្ទៃឬអគ្គស្នងការនគរបាលជាតិស្រាវជ្រាវនិងពិនិត្យទៅលើ page CEO ឡាសំផស្សមិនថែមប៉ុណ្ណោះអួតយកមេធាវីមកអួតយកមេធាវីមកសម្ញែងខ្ញុំសូមប្រាប់ទៅឡាសំផស្សដែលជាម្ចាស់ page CEO ឡាសំផស្សមិនបាច់យកមេធាវីមកកំញោញមកគំរាមខ្ញុំទេអ្នកឯងរកស៊ីចងការប្រាក់តាមអនឡាញគឺជាអំពើខុសច្បាប់មួយបាត់ហើយអ្នកឯងហ៊ានយកអត្រាការប្រាក់ខ្ពស់ពីប្រជាពលរដ្ឋហើយថែមទាំងយកលុយពីប្រជាពលរដ្ឋហើយមិនព្រមគោលលុយប្រជាពលរដ្ឋទេឯកសារមាននៅខ្ញុំទាំងអស់បានខ្ញុំហ៊ាននិយាយបានខ្ញុំហ៊ានផ្សាយបានខ្ញុំហ៊ានផុសអញ្ចឹងខ្ញុំស្នើសូមឲ្យក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិសូមពិនិត្យលើម្ចាស់ page CEO ឡាសំផស្សដើម្បីលុបបំបាត់អំពើឆបោកតាមអនឡាញ